ជំរាបសួរលោកគ្រូអានេះគឺជាវីដេអូតាក់ទងជាមួយនឹង project របស់ខ្ញុំនឹងចូលមកភ្លាមយើងតម្រូវឲ្យ login សិនដើម្បីចូលទៅកាន់ system របស់យើងអញ្ចឹងសូមឲ្យអញ្ចឹងពេលដែលយើង login success យើងចូលមកដល់កន្លែង home page home page នេះយើងសម្រាប់បង្ហាញតែនៅក្នុង tablet តាម table អីមួយទេដើម្បីគេអាច order បានអញ្ចឹងឥឡូវដើម្បីនេះខ្ញុំសូម order មួយតុក demo មួយទៅអញ្ចឹងក្នុងនេះយើងអាចផ្សាយអីបានខ្ញុំធ្វើការ add ចូលទៅអញ្ចឹងនៅក្នុងនេះយើងអាច add បន្ថែមទៀតបានដូចគ្នាអញ្ចឹងមានតែការ place order ដែលហើយយើងនឹងទទួលបាន notification មកបែបនេះមួយហើយនឹងវាឲ្យរងចាំសិនអញ្ចឹងវានឹង load ចូលទៅកាន់ dashboard របស់ខាង order នេះគឺជាការ order ដែលគេ order មិញហ្នឹងនេះដល់ពេលនេះគេដាក់យើងមាន show ទៅជាមួយនឹង pick up now នាទីដែលគេបាន order អញ្ចឹងទៅអញ្ចឹងខ្ញុំសូមចូលមកកាន់ dashboard របស់គេមកសិនមកសម្រាប់ dashboard នេះផងដែរយើងសម្រាប់មើលទៅលើប្រចាំខែនៃការលក់របស់យើងហើយក៏ដូចជាការលក់ប្រចាំថ្ងៃរបស់យើងតែថ្ងៃនេះយើងអត់មាន order ទេ so វាអត់បង្ហាញ data អីយ៉ាងទេបន្ទាប់មកយើងចូលមកកាន់ PS system ដែល PS system នេះយើងអាច show សម្រាប់ឲ្យ cashier គាត់ចំណេះដែរ handle ទៅលើហ្នឹងអញ្ចឹងខ្ញុំសូម order ឲ្យមើលលោកមើលទៅអញ្ចឹងអានេះយើងមានតម្លៃ size ទេ less i sugar វា sweet អញ្ចឹងធ្វើការ click ទៅលើ pay now so កន្លែងនេះយើងមើល detail ហើយបន្ទាប់មកយើងធ្វើការបើសិនជា user គេបាន pay លុយចំនួនប៉ុន្មានយើងវាយទៅបើទៅគេវាយគេ pay លុយចំនួន$4អញ្ចឹងវាត្រូវ change គេ$1វិញអញ្ចឹងទៅកន្លែងគឺបានហ្នឹងបន្ទាប់ពីយើង process payment ហ្នឹងហើយយើងបាន invoice មួយសម្រាប់ឲ្យ user ឲ្យ cashier generate យកឲ្យ user so អញ្ចឹងកន្លែងអ្នកដែលកាន់ខាង preparation ហ្នឹងគឺគេទទួលបាន2 order មិញដែល order មកពី tablet មកពី tablet ហ្នឹងមួយហើយនឹង order មកពី PS system ហ្នឹងមួយអញ្ចឹងយើងធ្វើការ complete វាទាំងពីរទៅដល់ពី complete វាទាំងពីរវានឹងmark វាថាជា complete so កន្លែងនេះដោយសារតែនៅក្នុង tablet ហ្នឹងយើងអត់បានទទួល payment ទេអញ្ចឹងបើសិនជា user គេ payment ហើយយើងគាត់ដាក់ mark as paid មកគឺយើងវាដូរពី unpaid ទៅជា paid វិញ so កន្លែងនេះយើងទទួលបាន2 order មកយើងចូលមកកាន់ dashboard daily dashboard របស់យើងមកនេះ2 order មិញ so អញ្ចឹងវាបូកលុយវាបូក product ដែលត្រូវ sell បានមែន product ណាត្រូវ sell ហើយបូក record តែតងជាមួយនឹង recent order យើងក្នុងថ្ងៃហ្នឹងហើយអានេះចំពោះផ្នែក order ហើយនឹងការ manage ទៅលើPS system តែតងជាមួយនឹង ingredient នេះវិញគឺយើងសម្រាប់ handle ទៅលើការដែលយើងបង្កើត ingredient ថ្មីឬក៏យើងត្រូវ request stock ingredient ឧទាហរណ៍យើងចង់ request stock នេះយ៉ាងទៅ stock ហ្នឹងយើងអាច request បានឧទាហរណ៍ cashier គេត្រូវការ plastic cup យ៉ាងទៅត្រូវការចំនួន10 pack ឬក៏1 pack សិនយ៉ាងទៅហើយយើងដាក់ថា use ប្រើប្រាស់កុំដល់ use អាច note បានគ្នាចាំបន្ទាប់ពី submit យើងនឹងទទួលបានសារមួយដែលថាយើងបាន send ទៅឲ្យ so អញ្ចឹងអ្នកដែល handle ទៅលើសារហ្នឹងគឺមានតែ stock manager ឬក៏ admin អញ្ចឹងទៅអានេះដោយសារខ្ញុំជា admin so ខ្ញុំអាចមើលឃើញពី request របស់នេះ plastic small size ចំនួន1 pack អញ្ចឹងទៅ so អញ្ចឹងយើង approve ទៅពេលដែលយើង approve វានឹង load ចូល notification ទៅថា plastic យើងអាចយកទៅប្រើបានហើយតើតើជាមួយនឹង purge នេះតើតើជាមួយនឹងអាហ្នឹងបើសិនជាយើងចង់ purge តើតើទៅលើអ្នកកាន់ stock ហ្នឹងគាត់ handle លើហ្នឹងឧទាហរណ៍គេចង់បានគេចង់ទិញចូលបន្ថែមកាហ្វេអីឬក៏ទិញចូល plastic អីដែលថាវា off stock អញ្ចឹងយើងអាចធ្វើអាហ្នឹងបានយើងអាច request ហើយយើងអាចចាំគេ approve ឬក៏អីហ្នឹងទៅយើងអាចនេះបានហើយតើតើជាមួយនឹងនេះគឺ approval history យើង track ទៅលើរាល់ការ approve អីនានាដូចជាអានេះអញ្ចឹងទៅយើងមានតែ approve ទៅលើ coffee bean នេះអីមួយទេអ្នកដែល stock ហ្នឹងយើង request plastic cup មួយហ្នឹងគឺវា record នៅក្នុងហ្នឹងហើយបន្តមកតើតើជាមួយនឹង report នេះវាតើតើជាមួយនឹងយើងមើល summary ប្រចាំឆ្នាំប្រចាំខែឬក៏ប្រចាំអាទិត្យឬក៏អីយ៉ាងទៅអានេះគឺជាទិន្នន័យសរុបប្រចាំថ្ងៃ daily របស់យើង so បើយើងចង់មើល weekly monthly ក៏បានខ្ញុំមើល yearly ទៅប្រចាំឆ្នាំរបស់យើង so ឆ្នាំហ្នឹងយើងលក់បានមែនវានឹង total របស់យើងវានឹងមើលទៅលើតើជាមួយនឹង total sale នៃ real ហើយនឹង dollar ហ្នឹងទៅហើយតើជាមួយនឹង item គេដែលយើងលក់បានច្រើនដែលគេលក់បានច្រើនគេក្នុងឆ្នាំហ្នឹងខ្ញុំដូចដាក់ chocolate frap យ៉ាងទៅគឺវា record យើងទាំងអស់ហ្មងនេះយើងមានជា chat ឲ្យយើងមើលច្បាស់ហ្មងហើយអាចមើលវាទៅជាមួយនឹងលក់មួយឆ្នាំនឹងលក់បានមែនអញ្ចឹងទៅហើយដោយសារ record បន្តិចវាអត់សូវមានទេហើយអានេះគឺមើលប្រចាំឆ្នាំប្រចាំខែបានគ្នា so ឥឡូវយើង compare តើតជាមួយនឹងឆ្នាំមុនទៅ2025 compare 2026អីជាដើមហ្នឹងហើយអានេះតើតជាមួយនឹងយើងមើលទៅលើ close sale ហ្នឹងបានថាតើតជាមួយនឹងបិទបញ្ជីទៅដល់ពេលយើងមើលថាម៉ោងណាយើងលក់បានច្រើនអញ្ចឹងឧទាហរណ៍នេះម៉ោង7យើងលក់បាន1 order អញ្ចឹងទៅហើយបិទបញ្ជីហើយកន្លែងបិទបញ្ជីរបស់យើងនេះ close out date នេះគឺយើងមើលបានអានេះយើងចាំការដែលយើង complete វាអស់ទើបយើងអាចបង្កើតclose អាហ្នឹងបាន so ឥឡូវយើងធ្វើការclose បញ្ជីរបស់យើងទៅ so អញ្ចឹងថ្ងៃហ្នឹងយើងលក់បានតទៅជាមួយនឹងអានេះយើងទទួលបាន cash 6.5 ឥឡូវបើសិនជាយើងនៅខាងក្រៅយើងរាប់បាន 6.5 ហើយយើងដាក់តែ 6.5 ទៅហើយអានេះ 6.5 so អញ្ចឹងវាអត់មាន difference ទេវាធំត្រូវហើយ so យើងដាក់ mark complete គឺយើង complete មួយហើយបន្ទាប់មកយើងចូលមកដល់ inventory នេះយើងដាក់ទៅជាមួយនឹង stock យើងហប់ stock ប្រចាំថ្ងៃរបស់យើងទៅអានេះខ្ញុំខ្ជិលហប់យើងខ្ជិលហប់វាអាចឲ្យបានដែរ so ឥឡូវបើយើងហប់យើងដាក់20
20នេះយើងមើលទៅបើសិនជាវាត្រូវជាមួយនឹងអា stock ដែលវា install ហ្នឹងអញ្ចឹងអានេះ50 page អានេះ49បើសិនជាវាត្រូវអស់ហើយយើង complete inventory អញ្ចឹង inventory check វា success ចូលដល់ sell report អញ្ចឹង sell report នេះអានេះ sell report ចាំថ្ងៃអញ្ចឹងមិញយើងទុកបាន2 order ដែលយើង order មិញ2ហ្នឹង customer តែម្នាក់ទេគឺ admin របស់យើងហ្នឹងហើយ total payment total ហ្នឹងគឺត្រូវអស់ហើយ so អញ្ចឹងគ្រាន់តែដាក់បានបង្កើត generate ជា daily report មកបន្ទាប់ពីយើងធ្វើជា day close ហ្នឹងហើយបើថាយើងនឹងបិទម៉ាស៊ីនទាំងអស់លុះត្រាតែដល់ថ្ងៃស្អែកបើយើងអាចប្រើប្រាស់ហ្នឹងបានម្ដងទៀតអញ្ចឹងថ្ងៃស្អែកម៉ោង 8 ហើយខ្ញុំ set ម៉ោង 8 គឺយើងអាចប្រើវាបានម្ដងទៀតហើយហើយនៅក្នុងនេះក៏អាច order បានយើងដាក់ close ហ្នឹងមកអញ្ចឹងនេះដូចជាម៉ោង 7ហ្នឹងគឺយើងអាចប្រើបានម្ដងទៀតហើយអញ្ចឹងយើងគ្រាន់តែ check មកគឺយើងទទួលបានហើយ so តើតោះជាមួយនឹងsystem របស់ខ្ញុំគឺមានប៉ុណ្ណឹងអូដូចជានៅសល់ផ្សេងៗទៀតតែនេះវាជាដូចជាអត់ទេនេះអានេះកន្លែងបង្កើត product បង្កើត discount បង្កើតអីហ្នឹងគឺខ្ញុំមានកន្លែងវាសម្រាប់បង្កើតហើយតើតោះជាមួយនឹង account ហើយនឹង role permission ហ្នឹងគឺខ្ញុំក៏មានគ្នាឧទាហរណ៍ stock manager គេអាចកាន់បានតែ action នេះខ្លះទៅបានតែ view ingredient បានតែ stock ឬអីទៅអានេះទៅជាមួយនឹង rule អញ្ចឹងតើតោះជាមួយនឹងអីផ្សេងៗទៀតគ្រាន់តែវាជាយើងសម្រាប់បង្កើតតើតោះជាមួយនឹងយើង style billboard ឬក៏តើតោះជាមួយនឹង announcement អីធម្មតានេះហើយយ៉ាប៉ុណ្ណឹងអញ្ចឹងតើតោះជាមួយ system របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេលោកគ្រូអរគុណច្រើនលោកគ្រូ